ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានចានាងខ្ញុំចាខកខានធ្វើវីដេអូរយៈពេលមួយសប្តាហ៍តែម្ដងដោយសារខ្ញុំចាមានកិច្ចការរវល់ទាក់ទងទៅនឹងចាអាជីវកម្មរបស់ខ្ញុំនៅទីនេះក៏ប៉ុន្តែម្សិលមិញបងស្រីចាមិត្តចិត្តរបស់ខ្ញុំនៅបែនហ្នឹងគាត់បានប្រាប់ខ្ញុំចាថាគាត់បានយល់សប្តិឃើញបងប្អូនបរិយាកងទ័ពដែលគេទើបតែបង្ហោះរូបថ្មីដែលលោកធ្វើពលីកម្មនៅម្ដុំស្ពានហើយមានចាសំណល់នៅមួកហើយនឹងសម្លៀកបំពាក់ហ្នឹងគឺអស់លោកបានមកបញ្យល់សពថាចាអស់លោកកំពុងតែចង់និយាយថាខ្វះខាតនៅសម្លៀកបំពាក់គឺមានតែកសែងមានតែអីអញ្ចឹងណាអញ្ចឹងក្នុងន័យថាអស់លោកចង់ឲ្យយើងនឹងធ្វើបុណ្យឧទ្ទិសកុសលដើម្បីឲ្យអស់លោកទទួលបាននៅសម្លៀកបំពាក់ឬក៏គ្រឿងអ្វីផ្សេងទៀតក៏ដូចជាឧទ្ទិសបុណ្យដើម្បីអស់លោកបានទៅបដិសន្ធិកិច្ចនៅទីដ៏ខ្ពង់ខ្ពស់គឺឋានសួគ៌កំបីគ្លៀងគ្លាតឡើយអញ្ចឹងបើបងប្អូនមានសិលបរិសុទ្ធនៅក្នុងគណៈដែលបងប្អូនធ្វើទានរួចហើយសូមឧទ្ទិសបុណ្យទៅឲ្យចាពួកគាត់ផងចាដោយយើងហៅទោះបីយើងអត់ស្គាល់ឈ្មោះគាត់ប៉ុន្តែយើងនិយាយនៅក្នុងចិត្តយើងតាមភិនភាគដែលយើងបានឃើញនៅក្នុងរូបភាពនឹងឯងចាបន្តមកទៀតបងប្អូនអត់មានសិលស្អាតទេបងប្អូនធ្វើជាចង្ហាន់ឬក៏ប្រគេនជាតីយទានផ្សេងចាទៅកាន់ព្រះភិក្ខុសង្ឃដែលលោកមានសិលចាសិលស្អាតនោះព្រះភិក្ខុសង្ឃនឹងឧទ្ទិសបុណ្យកុសលទៅឲ្យអស់លោកក៏បានដូចគ្នាហើយក៏ព្រះភិក្ខុសង្ឃនឹងលោកចាឧទ្ទិសបុណ្យកុសលដើម្បីអស់លោកបានទៅបដិសន្ធិកិច្ចនៅទីខ្ពង់ខ្ពស់គឺព្រះចាសំទោសគឺឋានសួគ៌ចាកុំបីឃ្លៀងឃ្លាតឡើយហើយដើម្បីឲ្យអស់លោកចាងាកក្រោយជួយការពារឃុំក្រងប្រទេសខ្មែរយើងឲ្យជួបតែសេចក្តីសុខចម្រុងចម្រើនខ្មាំងសត្រូវចាបោះវាជាឆ្ងាយនឹងបាក់បោកខ្លោចខ្លាចផងដែរចាអញ្ចឹងនេះគឺជាសុបិននិមិត្តចាសុបិនមិននិមិត្តទេគឺជាសុបិនដែលបងស្រីគាត់បានប្រាប់ខ្ញុំគាត់យល់សប្តិឃើញអញ្ចឹងហេតុអីបានវរៈកងទ័ពទៅប្រាប់បងស្រីពីព្រោះបងស្រីគឺជាមនុស្សមួយដែលប្រកែជួយអ្នកដទៃគឺជួយអស់ពីចិត្តចាគឺជួយគេច្រើនមែនតើអញ្ចឹងលោកអ្នកដែលបានចែកឋានគឺលោកដឹងថាបុគ្គលណាជាបុគ្គលសប្បុរសដើម្បីលោកអាចពឹងពាក់នៅក្នុងការពំនាំសំទោសពំនាំសារមកប្រាប់យើងទាំងអស់គ្នាចាដែលជាមនុស្សចាមិនមែនជាអមនុស្សហ្នឹងគឺដើម្បីឧទ្ទិសបុណ្យទៅកាន់អស់លោកដែលជាអមនុស្សចាអញ្ចឹងបងប្អូនសូមកុំភ្លេចចាដោយអ្វីដែលខ្ញុំបានជម្រាបបងប្អូនអញ្ចឹងម្ល៉េះហើយការមានសិលគឺជាកត្តាមួយសំខាន់បំផុតចាបើសិនយើងអត់មានសិលទេយើងអាចបញ្ជូនបានទេប៉ុន្តែយើងអាចប្រគេនចង្ហាន់ព្រះសង្ឃឬក៏ទិញជាតីយទានផ្សេងប្រគេនព្រះអង្គទៅព្រះអង្គអាចបញ្ជូនបុណ្យទៅបានចាអរគុណច្រើនជម្រាបលាចាសូមឲ្យមានសេចក្តីសុខចម្រើនទាំងអស់គ្នាចាជម្រាបលាបាយបាយ